រកឃើញមង្គលព្រំដែនខ្មែរថៃនៅចំកណ្ដាលទីក្រុងបាងកកបើអ្នកជាកូនខ្មែរសូមជួយចែករំលែកម្នាក់មួយឲ្យកូនខ្មែរគ្រប់គ្នាបានដឹងផងមានការភ្ញាក់ផ្អើលរកឃើញមង្គលព្រំដែនកម្ពុជាថៃនៅចំកណ្ដាលទីក្រុងបាងកកបង្គោលព្រំដែនខ្មែរស្ថិតនៅកណ្ដាលទីក្រុងបាងកកនៃប្រទេសថៃផ្ទះរៀបចំសាងសង់ផ្ទះហើយក៏ប្រទះឃើញស្ដាយអតីតទឹកដីមិនគួរណាឡើយទឹកដីខ្មែរបាត់បង់នោះសោះសូមស្វែងយល់ជាគំនិតដូចតទៅប្រវត្តិដើមឡើយបង្គោលនេះស្ថិតនៅព្រំប្រទល់រវាងប៉ោយប៉ែតជាមួយនឹងស្រុកអរញ្ញប្រទេសខេត្តស្រែកែវប្រទេសថៃនៅសម័យសង្គ្រាមលើលោកទី2ប្រទេសជប៉ុនបានជួលមកដល់តំបន់ឥណ្ឌូចិនដោយជួលមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ1941ការទទួលបានជោគជ័យរបស់ជប៉ុនបាននាំឲ្យថៃទទួលបានខេត្តចំនួន3ដែលខ្លួនធ្លាប់គ្រប់គ្រងត្រឡប់ទៅវិញដូចជាខេត្តបាត់ដំបងស្វាយស៊ីសុផុននិងសៀមរាបដោយហេតុនេះថៃបានដកបង្គោលព្រំដែនលេខ49និងលេខ50ដែលធ្លាប់បានបោះជាមួយនឹងបារាំងក្រោមសន្ធិសញ្ញាបារាំងសៀម23មិនិនាឆ្នាំ1907ត្រង់អរញ្ញប្រទេសបង្គោលព្រំដែនពីដើមនេះត្រូវបានគេយកទៅរក្សាទុកនៅកន្លែងពីរផ្សេងគ្នាដោយបង្គោលលេខ49ត្រូវបាននាំទៅរក្សាទុកនៅបន្ទាយទាហានជើងគោកលេខ11និងបង្គោលលេខ50ត្រូវមេទ័ពថៃឈ្មោះថាម័រកនព្រំយោធីយកទៅរក្សាទុកនៅផ្ទះរបស់គាត់រួចត្រូវបានរក្សាទុកបន្តមកដល់ទាហានជំនាន់ក្រោយបច្ចុប្បន្ននេះបង្គោលព្រំដែនលេខ50នេះត្រូវបានកូនចៅមេទ័ពថៃរូបនោះប្រគល់ឲ្យក្រុមសិល្បករនាយកដ្ឋានមួយរបស់ក្រសួងវប្បធម៌ថៃដើម្បីយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរជាតិប្រជាបុរីថ្មីនេះយើងឃើញថាសារមន្ទីរជាតិនៃទីក្រុងបាងកកបាននាំយកទៅដាក់បង្ហាញនៅមុខព្រះទីនាំងពុទ្ធធាយសុវណ្ណក្នុងពិព័រណ៍ពិសេសមួយឈ្មោះថា Museum Expo បាទ Museum Expo បាទនៅក្នុងនេះគឺយើងឃើញថាពិតជាមានការសោកស្ដាយជាខ្លាំងនៅពេលដែលទឹកដីរបស់យើងបានបាត់បង់តាំងពីមហានគររហូតមកដល់បច្ចុប្បន្ននេះពិតជាមានការបាត់បង់ច្រើនមែនទែនបាទរហូតដល់ប្រទេសខ្លះនៅតែបន្តនៃការឈ្លានពាននៅក្នុងទឹកដីកម្ពុជាទៀតដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំយើងពីម្នាក់ទៅម្នាក់បាទនេះគឺជាចំណុចមួយ